ជាបឋមនាងខ្ញុំឈ្មោះអេមីឈេង ខ្ញុំបាទឈ្មោះសេងសេងអ៊ី ជាសិស្សរៀនឆ្នាំទី5កនៅសាលាអន្តរជាតិ UKL សូមលំអរកាយគោរពចំពោះលោកនាយកលោកស្រីនីកាលោកគ្រូអ្នកគ្រូជាទីគោរពសូមគោរពលោកយាយលោកតាលោកអ៊ំលោកពូអ្នកមីងអាណាព្យាបាលសិស្សជាទីគោរពទស្សដីសិស្សានុសិស្សនិងប្រិយមិត្តទាំងអស់ជាទីមេត្រីថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីអំណរវិញ្ញាណក្រៃលែងដែលបានលើកយកបទពិសោធន៍មួយក្នុងមុខវិជ្ជាវិទ្យាសាស្ត្រថ្នាក់ទី5មេរៀនទី1រង្វាស់រុក្ខជាតិនិងកម្ដៅចំណុចទី3ការនិយាយអំពីកម្ដៅនិងរុក្ខជាតិមកចែករំលែកចំណេះដឹងដល់អ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះតើអង្គធាតុទាំងអស់សុទ្ធកម្ដៅបានដូចគ្នាដែរទេឥឡូវនេះមកធ្វើការពិសោធន៍ជាមួយនាងខ្ញុំដូចតទៅយើងមានស្លាបព្រាដែកស្លាបព្រាជ័រកែវនិងទឹកក្តៅបន្ទាប់មកទៀតយើងចាក់ទឹកក្តៅចូលទៅក្នុងកែវរួចយកស្លាបព្រាដែកនិងស្លាបព្រាជ័រដាក់ទៅក្នុងកែវទឹកក្តៅនោះទុករយៈពេល10ទៅ15នាទីបន្ទាប់មកទៀតយើងយកដៃកាន់ស្លាបព្រាដែកនិងស្លាបព្រាជ័រនោះតាមរយៈការពិសោធន៍ខាងលើយើងសន្និដ្ឋានបានថាអង្គធាតុទាំងអស់សុទ្ធកម្ដៅមិនដូចគ្នាទេអង្គធាតុខ្លះសុទ្ធកម្ដៅបានតិចអង្គធាតុខ្លះសុទ្ធកម្ដៅបានច្រើនជាក់ស្ដែងស្លាបព្រាដែកសុទ្ធកម្ដៅបានច្រើនជាងស្លាបព្រាជ័រអង្គធាតុដែលសុទ្ធកម្ដៅបានច្រើនហើយថាអង្គធាតុចម្លងកម្ដៅហើយអង្គធាតុដែលសុទ្ធកម្ដៅបានតិចឬមិនសុទ្ធកម្ដៅហើយថាអង្គធាតុមិនចម្លងកម្ដៅឬអ៊ីសូឡងកម្ដៅពីចុងបញ្ចប់ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីការប្រិយមិត្តទាំងអស់ដែលបានចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយខ្ញុំបាទសង្ឃឹមថាវីដេអូមួយនេះនឹងធ្វើឲ្យសិស្សានុសិស្សទាំងអស់យល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីមេរៀននេះសូមអរគុណ